ឲ្យមានការគ្រប់គ្រងជាបន្តបន្ទាប់ទៀតទៅនឹងអ្វីដែលជាចំហដ៏រឹងមាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបាននឹងបន្តការខិតខំក្នុងការគិតគូរជាយុទ្ធសាស្ត្រទៅលើការរកដំណោះស្រាយទៅលើបញ្ហាជាស្នូលរបស់កម្ពុជាយើងនេះអញ្ចឹងខ្ញុំក៏សង្ឃឹមដែរថាចំពោះការងារទាំងអស់នេះចំពោះតួអង្គពាក់ព័ន្ធស្ថាប័នពាក់ព័ន្ធទាំងអស់កំពុងតែឈ្មោះឈ្មីហើយបាទក្រសួងការបរទេសគឺអត់មានយប់អត់មានថ្ងៃទេបាទព្រោះសមរភូមិយប់នៅយើងភ្លឺនៅគេអញ្ចឹងយើងបានឃើញហើយគឺតំណាងអចិន្ត្រៃយ៍របស់យើងនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សនោះក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរទៅលើជំរុញនៅការឲ្យធ្វើម៉េចវិលត្រឡប់មកវិញនៅបាទយុទ្ធជន18នាក់របស់យើងនេះហើយស្របជាមួយនោះក៏មានការរៀបចំជាបន្តបន្ទាប់ដើម្បីឲ្យមានការចូលរួមរបស់សហគមន៍អន្តរជាតិដៃគូសំខាន់ដើម្បីជំរុញឲ្យមានការអនុវត្តនៅបទឈប់បាញ់ឲ្យបានពេញលេញអញ្ចឹងឥឡូវយើងបានឃើញហើយបាទជាបន្តបន្ទាប់ប្រទេសទាំងអាមេរិកទាំងចិនទាំងជប៉ុនសិតតែមហាអំណាចធំគឺបានបង្ហាញចំហយ៉ាងពិតប្រាកដហើយខ្វះតែមួយទេឆន្ទៈពីភាគីម្ខាងទៀតដែលខ្ញុំសង្ឃឹមថាគាត់ត្រូវតែបង្ហាញនៅភាពចាស់ទុំនយោបាយនេះការគោរពទៅនឹងភាពជាអ្នកចិត្តខាងល្អបាទគោរពគ្នាទៅវិញទៅមកគោរពនៅច្បាប់អន្តរជាតិការពារនៅអ្វីដែលជាផលប្រយោជន៍ស្នូលរបស់ប្រទេសជាតិពិតប្រាកដអាយុជីវិតរបស់ប្រជាជនសុខុមាលភាពរបស់ប្រជាជនរួមទាំងការគោរពច្បាប់ការពារនៅដែនអធិបតេយ្យភាពរៀងខ្លួនប៉ុន្តែយោងទៅលើច្បាប់អន្តរជាតិហើយនៅអ្វីដែលបានឯកភាពគ្នាជាកន្លងមកនេះ